នេះគឺជាទស្សនវិជ្ជាព្រះវិហារមួយកន្លែងដែលស្ថិតនៅក្នុងវត្តកោះធំស្រុកកោះធំខេត្តកណ្ដាលដែលព្រះវិហារនេះគឺបានសាងសង់ឡើងដែលមានអាយុកាល63ឆ្នាំមកហើយដូច្នេះធ្វើឲ្យព្រះវិហារគឺមានសភាពចាស់ទ្រុឌទ្រោមដែលតម្រូវឲ្យផ្នែកខ្លះគឺត្រូវបានជួសជុលឡើងវិញជាពិសេសគឺផ្នែកខាងដំបូលហើយថ្មីនេះផ្នែកដំបូលគឺត្រូវបានសាងសង់ឡើងវិញទាំងស្រុងដែលសប្តាហ៍ថ្ងៃនេះកំពុងតែសាងសង់ប្រក់ដំបូលថ្មីគឺប្រមាណជា70ទៅ80%រួចទៅហើយដែលការសាងសង់នេះគឺមានរយៈពេលជាង2ខែទៅហើយដែលថវិកាក្នុងការសាងសង់នោះគឺបានមកពីពុទ្ធបរិស័ទជិតឆ្ងាយដែលមានសទ្ធាជ្រះថ្លាមកកសាងដំបូលព្រះវិហារដែលមានប្រមាណ80លានរៀលរួចទៅហើយហេតុនេះហើយនៅសល់ប្រមាណជា20ទៅ30%ទៀតដែលនៅសេសសល់លើផ្នែកដំបូលមួយនេះដែលមិនទាន់រួចដូច្នេះហើយប្រសិនបើពុកម៉ែបងប្អូនចិត្តឆ្ងាយដែលមានសទ្ធាជ្រះថ្លាចង់ចូលជាបច្ច័យតិចក្តីច្រើនក្តីទៅតាមទឹកចិត្តរបស់បងប្អូនអាចចូលរួមថវិកាទៅតាមរយៈព្រះភិក្ខុចន្ទៈធម្មោឡាងចាំដែលគង់នៅវត្តកោះធំឬក៏បងប្អូនអាចចូលរួមតាមរយៈ QR code របស់ព្រះអង្គដែលខ្ញុំបានដាក់ជូននៅក្នុង comment និងនៅលើវីដេអូហើយពុកម៉ែបងប្អូនក៏អាចមកមើលដល់វត្តផ្ទាល់ដែលមានទីតាំងស្ថិតនៅឃុំកោះធំកស្រុកកោះធំខេត្តកណ្ដាលដែលមានរយៈចម្ងាយប្រមាណ60ទៅ70គីឡូម៉ែត្រពីរាជធានីភ្នំពេញដែលធ្វើដំណើរតាមផ្លូវជាតិលេខ21បងប្អូនអាចឆ្លងនៅកំពង់ចម្លងព្រែកតាដួងរួចបន្តជិះទៅតាមផ្លូវបេតុងមួយខ្សែនេះប្រមាណ 1.5 គីឡូម៉ែត្រពីកំពង់ចម្លងបងប្អូននឹងមកដល់វត្តកោះធំឬក៏បងប្អូនអាចធ្វើដំណើរមួយផ្លូវទៀតគឺផ្លូវ 21B ដែលស្ថិតនៅត្រើយខាងកើតពេលដែលបងប្អូនជិះមកនឹងឃើញផ្លូវចូលវត្តដែលឆ្លងកាត់ស្ពានថ្មខ្លីមួយមានប្រវែងប្រហែលជា40ម៉ែត្រនិងបន្តជិះត្រង់ប្រមាណជា200ម៉ែត្រទៀតនឹងទៅដល់ខ្លងទ្វារច្រកចូលវត្តហើយនេះគឺជាវីដេអូមួយដែលធ្វើឡើងដើម្បីចែករំលែកពុកម៉ែបងប្អូនដើម្បីបានទស្សនាអំពីសមិទ្ធផលនៃដំបូលព្រះវិហារដែលបានសាងសង់រួចប្រសិនបើមានការខុសឆ្គងសូមមេត្តាខន្តីអភ័យទោសជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា